ស្ដីអ្នកទាំងអស់គ្នាមើលប៉ាវិញចិញ្ចឹមមាន់ធម្មជាតិរបស់ខ្ញុំគឺចិញ្ចឹមបែបធម្មតាធម្មជាតិគឺយើងចិញ្ចឹមហើយយើងលែងពេលចំណែកឯកូនមាន់វិញអ្នកទាំងអស់គ្នាខ្ញុំយកវាមកដាក់ក្នុងទ្រុងតូចហើយដាក់វាចំនួន10ទៅ15ក្បាលក្នុងទ្រុងហើយយើងដាក់វាដើម្បី5ថ្ងៃហើយដាក់ចំណីនឹងទឹកឲ្យវាស៊ីជាប្រចាំហើយយើងដូរទឹកដូរអីជាបន្តចឹងហើយចំពោះពេលយកវិញយើងចាប់វាដាក់ក្នុងកេះតូចតែដោយសារខែនេះគឺខែក្តៅអញ្ចឹងទៅកូនមាន់យើងចាប់ដាក់កេះក៏បីកំបិតឡើងអីសោះយើងត្រូវបើកចំហដើម្បីឲ្យខ្យល់ចេញចូលអញ្ចឹងព្រោះថាមួយរយៈមុនខ្ញុំបានបិទវាចឹងទៅធ្វើឲ្យវាងាប់អស់កូនមាន់10ស្ដាយណាស់អ្នកនរគ្នានៅក្នុងថែវាធំហើយបាន20ថ្ងៃហើយអញ្ចឹងកុំឲ្យមានការសោកស្ដាយដូចខ្ញុំពេលយើងចាប់វាដាក់កេះយើងក៏បីចំហមាត់កេះដើម្បីឲ្យវាមានខ្យល់ចេញចូលគ្រប់គ្រាន់ហើយខ្ញុំចង់សួរថានៅតំបន់អ្នកទាំងអស់គ្នារស់នៅនឹងមានកសត្វកណ្ដៅស៊ីកូនមាន់ស៊ីមាន់ដែរឬអត់នៅទីនេះគឺថាសត្វកណ្ដុរគឺធំដូចសត្វឆ្មាអញ្ចឹងហើយវាស៊ីមាន់អស់ច្រើនណាស់អញ្ចឹងទៅការថែមាន់តូចរហូតដល់2ខែគឺខ្ញុំថែវានៅក្នុងទ្រុងបិទជិតហើយដាក់ចំណីដាក់ទឹកឲ្យវាស៊ីជាប្រចាំខ្ញុំអត់លែងវាទេដោយសារមានសត្វឆ្មាសត្វកណ្ដុរវាស៊ីមាន់អស់មកវាស៊ីទាំងជើងស៊ីទាំងខ្លួនវាស៊ីគ្រឿងក្នុងមាន់